មានសំណួរមួយទៀតបងប្អូនទាំងអស់គ្នាសូមចិត្តរួមគ្នាទៅក្រុមអាណានិគមយើងដើមឬអត់មូលហេតុដែលខ្ញុំលើកសំណួរនេះសួរដោយសារថាខ្ញុំចង់និយាយថ្ងៃនេះក្នុងនាមខ្ញុំជាអ្នកដង្ហែគោលដៅព្រះមហាក្សត្រព្រះបរមរាជកោជា30ឆ្នាំជាជនសាធារណនិយមមួយខ្ញុំចង់រំលឹកថាគោលដៅព្រះវររាជមានតែបេតាព្រះបរមរាជកោលោកផ្ដើមយុទ្ធនាការទាមទារឯករាជ្យពីបារាំងនៅទីក្រុងសៀមរាបនេះឆ្នាំ1952ដូច្នេះខ្ញុំសូមបងប្អូនទាំងអស់គ្នាតាមខ្លួនដោយសម័យឆ្នាំ1952ទៅចាប់ពីថ្ងៃនេះដល់ទៅមុខយើងទាមទារឯករាជ្យអធិបតេយ្យឲ្យប្រទេសជាណាចក្រកម្ពុជាសាជាថ្មីថ្ងៃ20ខែកញ្ញាឆ្នាំ2013កន្លងមកនេះខ្ញុំបានសម្រេចចិត្តធ្វើគោលកម្មអន្តរជាតិនៅវត្តភ្នំទីនោះរាជរដ្ឋាភិបាលបានបញ្ជូនកងដាអាវុធ400នាក់មកដេញខ្ញុំចេញពេលនោះមានលោកសង្ឃ3អង្គសំទុះ8អង្គនិងប្រជារាស្ត្រអប់រំខ្ញុំនឹងមាន20នាក់ជាគេយកពីអឹមមក400នាក់មកដេញពីអឹមកងដានេះក៏ប៉ុន្តែមូលហេតុដែលខ្ញុំលើកពីអានិគមយួនដោយសារតែអ្នកជាពាក់ឲ្យស៊ីវិលមកដេញខ្ញុំនឹងនិយាយយួនហើយលោកស្ដាប់បានហើយហើយនឹងជាងគេនិយាយយួនអស់បានន័យថាម៉េចបានន័យថាមកដល់ឡងនេះយួនមកដេញស្ដេចខ្មែរពីដីខ្មែរហើយខ្ញុំសូមទោសឲ្យខ្ញុំមិនអាចនឹងទទួលបានទេណាដូច្នេះខ្ញុំសូមទោសឲ្យខ្ញុំជាស្ដេចខ្មែរខ្ញុំមិនអាចទទួលបានទេដូច្នេះថ្ងៃនេះក៏មុខទៅទៀតយើងត្រូវតែទាមទារឯករាជ្យអធិបតេយ្យដើម្បីការពារបណ្ដាភាពទឹកដីយើងត្រូវតែកសាងមហាសាមគ្គីដោយសម័យពុទ្ធឆ្នាំ1952